ថ្ងៃនេះមកឆាខ្ញីតាមសំណុំពរកូនគាត់កំងបងប្អូនឆាខ្ញីថ្ងៃនេះពិសេសត្រង់ថាខ្ញុំឆាកោះសុតហើយនឹងឆាសាច់សុតហ្មងបែបសាច់មាន់វិញខ្ញុំច្រឡេះយកតែសាច់សុតហ្នឹងបងប្អូនយកមកឆាខ្ញីវិញខ្ញុំហាន់ខ្លួនឯងណាបងប្អូនទៅទិញគេអាស្រាប់ៗហ្នឹងខ្លាច់គេប្រើថ្នាំប្រើអីចឹងសម្រាប់កោះមាន់ថ្ងៃនេះខ្ញុំហាន់យកបងប្អូនបានជ្រៀកចិញ្ចីម៉ូសិនជាយើងបានជ្រៀកវាជាម៉ូដល់បងប្អូនពេលដែលយើងឆាទៅវារីកស្អាតណាវិធីឆាកោះមាន់មួយខ្ញីបងប្អូនជាដំបូងយើងត្រូវលីងខ្ទឹមមួយឈ្ងុយសិនទៅមកចាំយើងចាក់កោះយើងចូលមុនគេយើងឆាកោះយើងឲ្យបានមកសពបទៅចាំយើងដាក់ជាមួយប៊ីចេងបន្តិចជាមួយទឹកត្រីហើយខ្ញុំរំងាស់វាចោលជាមួយទឹកត្រីហើយនឹងប៊ីចេងនឹងទុកវាចោលប្រហែលជា10នាទីបងប្អូនពេលដែលកោះខ្ញុំវាផុយឆ្អិនហើយបាទខ្ញុំចាក់សាច់មាន់ចូលកន្លែងនេះពីដំបូងខ្ញុំថាចង់ចាក់សាច់មាន់ចូលបងប្អូនតែច្រឡំចាក់ខ្ញីឥឡូវចាក់ទាំងខ្ញីចាក់ទាំងសាច់មាន់ឆាចូលគ្នាបដ ாய் ទៅអត់ជាបញ្ហាទេបងប្អូនដោយសារសាច់មាន់ខ្ញុំនឹងវាឆាប់ឆ្អិនហើយសម្រាប់ខ្ញីវិញក៏ខ្ញុំចូលចិត្តរៀងនៅស្រស់ៗណាបន្ទាប់ពីឆាវារៀងឆ្អិនហើយខ្ញុំបន្ថែមវាជាមួយស្ករបន្តិចម្សៅស៊ុបបន្តិចហើយនឹងប្រេងខ្យងបងប្អូនឆាគ្រឿងឲ្យសព្វចូលគ្នាទៅភ្លក់មើលតាមការចូលចិត្តហើយរួចរាល់ជាការស្រាច់មុខម្ហូបមួយមុខនេះខ្ញុំជឿថាអ្នកគេក៏ចូលចិត្តដែរជាមុខម្ហូបដែលចោះបាយបំផុតវីដេអូឆាខ្ញីកោះមាន់បានចប់ហើយបងប្អូនស្រឡាញ់ចូលចិត្តជួយ like ជួយ share follow page អ្នកមួយផងណាអរគុណបាយបាយ